ពីធ្វើនំប៉័ងបាយយ៉ុងហើយនេះជាគ្រឿងផ្សំប្រហែលមុខហើយតមកយើងយកគ្រឿងផ្សំប្រហែលមុខហ្នឹងគឺដាក់លាយចូលគ្នាវាយនៅក្នុងម៉ាស៊ីនហើយក្នុងវាយម៉ាស៊ីនហ្នឹងគឺlow speed ហ្នឹង2នាទីហើយនឹងhigh speed ហ្នឹង12ទៅ13នាទីណាហើយយើងមើលជាក់ស្ដែងថាម្សៅវាស្អិតឬអត់មួយក៏វាស្ងួតអាហ្នឹងយើងត្រូវថែមថយម្សៅឬចាក់ទឹកតាមហ្នឹងហើយបន្ទាប់ពីចាក់ម្សៅហើយវាយម្សៅលើសលេងប្រេះតបមកយើងមូលម្សៅកាត់ជាដុំហ្នឹងគឺទម្ងន់1500ក្រាមហើយយើងយកមកក្របទុកនៅថង់ប្លាស្ទិកហ្នឹងដើម្បីឲ្យវាឡើងបន្តិចរយៈពេល30នាទីហើយនេះជាគ្រឿង topping ពីលើមានការ៉ុតមានខ្ទឹមហើយនឹងសាច់ផាត់បន្ទាប់មកយើងរៀបដុតហ្នឹងយកថាយកមកលាបបាយសពហើយបន្ទាប់ពីក្រោមម្សៅទុកហើយយើងយកម្សៅមកវាយទាញធ្វើម៉េចឲ្យទៅតម្រង់ថាហើយវាយម្សៅកិនម្សៅហ្នឹងធ្វើម៉េចឲ្យម្សៅស្មើល្អធ្វើឲ្យម្សៅស្មើល្អហើយកុំឲ្យនៅសល់ខ្យល់ក្នុងម្សៅតោះមកយើងយកមករៀបនឹងថាគឺយើងយកអីសង្កត់ម្សៅហ្នឹងធ្វើម៉េចតាមគ្នាកុំឲ្យដុតទៅវាបោកខ្យល់ហើយតោះមកយើងយកដាក់ក្នុងទូស្ទីមក្នុងរយៈពេល1ម៉ោងហើយពេលយកចេញពីទូស្ទីមហ្នឹងយើងត្រូវលាបផងមាត់ឲ្យតប់ហើយរោយស្លឹកខ្ទឹមពីលើការ៉ុតពីលើរីសំចឹងទៅបន្ទាប់មករោយល្ងពីលើហើយយកដាក់ដុតក្នុងឡហ្នឹងគឺកម្ដៅបន្ទាប់មកវាឆ្អិនចិត្តសពហើយយើងប្រែវាត្រឡប់មុនតិចទៅបន្ទាប់មកយើងដកចេញពីឡហ្នឹងគឺរោយសាច់ផាត់ពីលើរោយហើយបន្ទាប់មកយើងមូលនំហ្នឹងឲ្យរាងជាគុយខ្យងពេលលុញហ្នឹងហិនបបាសកត់សាច់នំហើយរាងជាគុយខ្យងហើយយើង